យើងគិតថាខ្លួនយើងអត់ស័ក្តិសមនឹងគេតែបើសម្រាប់ខ្ញុំគឺចន្ទធាគឺស័ក្តិសមជានិច្ចហើយក៏ស្អាតជានារីដែលស្អាតជាងគេនៅស្រុកកំពង់លែងនេះដែរស្ដីអ្នកទាំងអស់គ្នាជួយជាមួយខ្ញុំបាទសវណ្ណណែតជាមួយនឹងកញ្ញា ចន្ទធា ឥឡូវខ្ញុំសួរមួយសំណួរអីបានអត់ បានតា ពីមុនមកធ្លាប់លះបង់ដោយសារស្នេហា ធ្លាប់តែ លះបង់លក្ខណៈបែបអីខ្លះ ថារបៀបថាចំណាយពេលវេលាដែលយើងខំចំណាយតែចំណាយទៅលើមនុស្សខុស ចន្ទធាធ្លាប់ដើរចេញពីនរណាម្នាក់ទាំងដែលយើងស្រឡាញ់គេខ្លាំងអត់ ធ្លាប់តែ ហេតុអ្វីបានជាយើងស្រឡាញ់គេយើងដើរចេញពីគេ ដោយសារអីរបៀបថាមើលទៅដូចគេនៅផ្សេងយើងនៅផ្សេងអញ្ចឹងហើយរបៀបថាតើយើងខុសគ្នាអីចឹង ដោយសារតែយើងគិតថាខ្លួនយើងមិនស័ក្តិសមឬក៏គេយ៉ាងម៉េច យើងគិតថាខ្លួនយើងអត់ស័ក្តិសមនឹងគេ តែបើសម្រាប់ខ្ញុំគឺចន្ទធាគឺស័ក្តិសមជានិច្ចហើយក៏ស្អាតជានារីដែលស្អាតជាងគេនៅស្រុកកំពង់លែងនេះដែរ